ការបើកបរនៅពេលយប់ប្រព័ន្ធភ្លើងពិតជាមានសារៈសំខាន់ណាស់ជាពិសេសសម្រាប់លោកអ្នកដែលចូលចិត្តធ្វើដំណើរទៅលើផ្លូវឆ្ងាយអូខេតោះអញ្ចឹងយើងមកមើលប្រព័ន្ធភ្លើងផ្លូវយើងបែងចែកចេញជាពីរគឺផ្នែកខាងមុខនិងផ្នែកខាងក្រោយផ្នែកខាងមុខគឺយើងមានអំពូលភ្លើងកូតអំពូលភ្លើងហ្វាអំពូលភ្លើងស៊ីញ៉ូនិងអំពូលពិលកាំងផងដែរហើយបន្ថែមពីនោះទៀតផ្នែកខាងក្រោយគឺយើងមានអំពូលភ្លើងដឺមីអំពូលភ្លើងហ្វ្រាំងអំពូលភ្លើងរយ៉ែនិងអំពូលស៊ីញ៉ូផងដែរហើយបន្ថែមពីនោះទៀតក៏យើងមានអំពូលស្លាកលេខផងដែរអញ្ចឹងលោកអ្នកត្រូវតែប្រកាសថាអំពូលភ្លើងទាំងអស់នៅដំណើរការបានល្អហើយបើសិនជាឃើញអំពូលណាមួយដែលមានបញ្ហាឬក៏ដាច់លោកអ្នកគួរតែយករថយន្តរបស់លោកអ្នកមកមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ណាមួយដែលមានទីតាំងស្ថិតនៅជិតលោកអ្នកបំផុត